បាទសួស្តីបងប្អូនបាទនេះគឺថង់ខ្ចប់ផ្លែលម៉ើគឺស្រោបផ្លែលម៉ើពេលផ្លែទៅយើងនឹងស្រោបថង់ពូនេះបាទថង់ពូនេះវាមានຂະຫນាតវាបាទនឹងឯថង់ពូនេះគឺខ្ញុំអ្នកនាំចូលបាទ stop របស់ខ្ញុំ depot របស់ខ្ញុំបាទហ្នឹងហើយនៅនេះយើងចូលទៅបានតែមួយទូ container បាទហ្នឹងហើយយើងនឹងបន្ថែមពី3ទូ container ទៀតអានេះគឺស្បៃបងប្អូនអ្នកដាំលម៉ើយើងស្គាល់យើងដឹងហើយណាហ្នឹងឯងនេះគឺស្បៃពេលយើងខ្ចប់ស្រោបអាលឿងនេះហើយមកយើងស្រោបអាខៀវនេះមួយទៀតបាទអាខៀវនេះមួយទៀតបាទហ្នឹងអាខៀវនេះមួយទៀតអាលឿងនេះអានេះຂະຫນាតវា8គុណ110បាទຂະຫນាតវា8គុណ110មួយទៀតមកຂະຫນាតទៀត100គុណ120បាទហ្នឹងហើយអានេះយើងអាចកាត់បានជា2ហើយយើងសន្សំសំចៃយើងកាត់បានជា2ហើយយើងចងអាស្បៃនេះបាទចងស្បៃនេះខាងក្នុងក៏បានខាងក្រៅបាទបងប្អូនបាទហ្នឹងហើយអត់ប្រកាន់នេះខាងណាក៏បាននេះស្បៃវាម្ដុំមាន1000ស្បៃម្ដុំហ្នឹងហ្នឹងមាន1000ស្បៃបងប្អូនបាទអាថង់នេះឲ្យក្នុងមកថង់វាមាន200សន្លឹកបាទបើ100គុណ120មាន150បាទហ្នឹងឯងនេះហ่าបងប្អូនត្រូវការប្រមាណខាងខ្ញុំឲ្យផ្ញើជូនប៉ុណ្ណឹងបាទហ្នឹងឯងបងប្អូនត្រូវការប្រមាណ200 300 400 500 1000 2000បាទ12000 20000សន្លឹកបាទ12000សន្លឹកតែបងប្អូនត្រូវការបាទហ្នឹងឯងខ្ញុំអាចដាក់ជូនបងប្អូនបានបាទអ្នកដាំលម៉ើដាំចេកបានបងប្អូនចេកដំបងលឿងចេកបងចេកនំវ៉ាអីក៏ត្រូវការបានបាទហ្នឹងឯងផ្លែស្អាតផ្លែល្អកុំឲ្យមានរោគអីហ្នឹងឯងបានបាទហ្នឹងឯងបងប្អូនបាទសូមអរគុណ